អាមេរិកសម្រេចដំឡើងពន្ធលើការនាំចូលផ្ទាំងសូឡាពីប្រទេសចំនួន4នៅអាស៊ីអាគ្នេយ៍ខណៈកម្ពុជារងពន្ធខ្ពស់ជាងគេដល់ 3,521% សហរដ្ឋអាមេរិកបានកំណត់ពន្ធថ្មីខ្ពស់ដល់ទៅ 3,521% លើការនាំចូលផ្ទាំងសូឡាពីប្រទេសចំនួន4នៅអាស៊ីអាគ្នេយ៍ដែលផ្ដល់នូវការឈ្នះសម្រាប់ក្រុមហ៊ុនផលិតក្នុងស្រុកខណៈការកើនឡើងកាន់តែខ្លាំងបានគំរាមកំហែងដល់ការអភិវឌ្ឍថាមពលកើតឡើងវិញរបស់ប្រទេសនេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍នាថ្ងៃអង្គារទី22ខែមេសាឆ្នាំ2025ពន្ធដែលបានប្រកាសកាលពីថ្ងៃច័ន្ទគឺជាការឈានទៅដល់ការស៊ើបអង្កេតពាណិជ្ជកម្មរយៈពេល1ឆ្នាំដែលបានរកឃើញថាក្រុមហ៊ុនផលិតថាមពលពន្លឺព្រះអាទិត្យនៅប្រទេសកម្ពុជាវៀតណាមម៉ាឡេស៊ីនិងថៃបានទទួលផលប្រយោជន៍ពីការឧបត្ថម្ភរបស់រដ្ឋាភិបាលនិងលក់ការនាំចេញទៅសហរដ្ឋអាមេរិកក្នុងអត្រាទាបជាងតម្លៃផលិតកម្មការស៊ើបអង្កេតនេះត្រូវបានស្វែងរកដោយក្រុមហ៊ុនផលិតថាមពលព្រះអាទិត្យក្នុងស្រុកនិងផ្ដួចផ្ដើមក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិកលោកโจ Biden ខណៈដែលកាតព្វកិច្ចត្រូវបានកំណត់ដើម្បីផ្ដល់ផលប្រយោជន៍ដល់ក្រុមហ៊ុនផលិតក្នុងស្រុកពួកគេក៏នឹងចាប់អ្នកអភិវឌ្ឍថាមពលកើតឡើងវិញរបស់សហរដ្ឋអាមេរិកដែលពឹងផ្អែកជាយូរមកហើយលើការផ្គត់ផ្គង់ពីបរទេសដែលមិនអាចកាត់ថ្លៃបានបង្កើនភាពមិនច្បាស់លាស់សម្រាប់វិស័យដែលកើតឡើងដោយការផ្លាស់ប្ដូរនយោបាយនិងគោលនយោបាយនៅក្នុងទីក្រុង Washington បើតាមលោក Tim Breitbier សហប្រធាននៃការអនុវត្តពាណិជ្ជកម្មអន្តរជាតិនិងជាអ្នកដឹកនាំការប្រឹក្សាសម្រាប់សហព័ន្ធក្រុមហ៊ុនថាមពលពន្លឺព្រះអាទិត្យបានចាត់ទុកការរកឃើញនិងដំឡើងពន្ធនេះគឺជាជ័យជំនះដ៏ធំមួយសម្រាប់ការប្រកួតប្រជែងដោយមិនអយុត្តិធម៌ជាមួយទីផ្សារអាមេរិកលោកបានបន្តថាការរកឃើញនេះបញ្ជាក់ថាអ្វីដែលយើងដឹងជាយូរមកហើយថាក្រុមហ៊ុនសូឡាដែលមានទីស្នាក់ការកណ្ដាលរបស់ចិនបានបោកប្រាស់ជាប្រព័ន្ធប្រកួតប្រជែងជាមួយក្រុមហ៊ុនអាមេរិកនិងធ្វើឲ្យកម្មករអាមេរិកចំណាយប្រាក់ច្រើនដោយសារតែការនាំចូលទំនិញទាំងនេះមានតម្លៃទាបនិងមិនមានភាពស្មើគ្នាពន្ធសូឡាត្រូវបានកំណត់ខ្ពស់រហូតដល់ 3,521% សម្រាប់ប្រទេសកម្ពុជាដែលឆ្លុះបញ្ចាំងពីការសម្រេចចិត្តរបស់ប្រទេសនៅក្នុងការមិនចូលរួមក្នុងការស៊ើបអង្កេតលើបញ្ហាមួយនេះនាពេលកន្លងមកក្រុមហ៊ុនដែលមិនមានឈ្មោះក្នុងប្រទេសវៀតណាមប្រឈមមុខនឹងពន្ធច្រើនរហូតដល់ 395.9% ដែលប្រទេសថៃប្រឈមនឹងពន្ធកំណត់ត្រឹម 375.2% អត្រាទូទាំងប្រទេសសម្រាប់ប្រទេសម៉ាឡេស៊ីត្រូវបានប្រកាសនៅ 34.5%ដោយឡែកក្រុមហ៊ុនចិនថាមពលសូឡា Jinko Solar បានប្រឈមនឹងពន្ធបន្ថែមប្រហែល 245% សម្រាប់ការនាំចេញពីប្រទេសវៀតណាមនិង 40% សម្រាប់ការនាំចេញពីប្រទេសម៉ាឡេស៊ីក្រុមហ៊ុន Trina Solar នៅក្នុងប្រទេសថៃប្រឈមនឹងការយកពន្ធចំនួន 375% និងច្រើនជាង 200% ពីប្រទេសវៀតណាមត្រយងនាំសារពិតគ្រប់ទីកន្លែង